រឿងកម្ពុជានិងថៃគឺមិនងាយជាប់ស្រួលទេទោះជាថ្នាក់ដឹកនាំរបស់យើងនឹងទៅហ៊ានជួមមុខខិតខំប្រឹងប្រែងពាក្យលីយ៉ាងណាដើម្បីឲ្យរុញឲ្យមកដល់ស្ថានភាពបែបនេះគឺការចុះកិច្ចសន្យាសន្តិភាពហើយដល់កន្លងមួយដែលថាអាចមកធ្វើមិត្តភ័ក្តិវិញក៏ដោយក៏មកទស្សវត្សពីរទស្សវត្សខាងមុខយើងគឺត្រូវតែប្រកួតនៅតែប្រកួតប្រជែងឲ្យកាន់តែខ្លាំងទៀតជាមួយនឹងមិត្តភ័ក្តិជិតស្និទ្ធមួយនេះមិនត្រឹមតែថៃទេក៏ត្រូវប្រកួតជាមួយមិត្តភ័ក្តិជិតស្និទ្ធរបស់យើងនៅខាងវៀតណាមដែរហើយការប្រកួតប្រជែងមួយនឹងគឺទាក់ទងនឹងសេដ្ឋកិច្ចនិយាយទៅម្នាក់ៗគឺគ្រប់ត្រូលក្នុងការដែលយើងបង្វែរការប្រកួតប្រជែងនៅតាមព្រំដែនមករកលក្ខណៈការប្រកួតប្រជែងមួយនៅក្នុងទីផ្សារសេដ្ឋកិច្ចហើយជាពិសេសដែលខ្ញុំមើលឃើញនេះគឺទាក់ទងនឹងទីផ្សារកម្មសិទ្ធិរបស់ក្រុមហ៊ុនហើយវាជាពេលមួយដែលយើងគួរបង្វែរខ្លួនដែលជាអ្នកទិញរបស់គេជាច្រើនហ្នឹងមកធ្វើយ៉ាងម៉េចឲ្យខ្លាយជាអ្នកប្រកួតប្រជែងលក្ខណៈក្រុមហ៊ុនវិញជាម្ចាស់ក្រុមហ៊ុនវិញទៅហើយអញ្ចឹងសំខាន់មែនទែនដែលយើងគួរតែដឹងពីរបៀបរបបដែលក្រុមហ៊ុនដំណើរការបើកអាជីវកម្មផ្សេងៗសូម្បីអាក្រុមហ៊ុនទូចៗផ្សេងៗការលក់មច្ឆាតាមផ្លូវទូចៗអារបស់នឹងគឺទោះជាទាំងអស់គ្នាមានចំណេញប្រមាណប៉ុន្តែជាការ start មួយដែលយើងជាផ្លូវមួយដែលយើងអាចឆ្ពោះទៅរកការបង្កើតអាជីវកម្មបើកអាជីវកម្មការទិញក្រុមហ៊ុនការសហការផ្សេងៗដែលអាទាំងអស់ហ្នឹងគឺសំខាន់មែនទែនប្រើប្រាស់ក្នុងការប្រកួតប្រជែងតាមឲ្យទាន់អ្នកជិតខាងឬក៏មិត្តភ័ក្តិជិតស្និទ្ធនៅជុំវិញខ្លួនរបស់យើងហើយអំណាចគឺស្ថិតទៅលើចំណេះដឹងមួយនឹងឯងទាក់ទងនឹងការបើកអាជីវកម្មការទិញក្រុមហ៊ុនផ្សេងៗអានេះគឺជាអាវុធធំដែលប្រជាជនកម្ពុជានិយាយទៅទាំងអស់ទាំង17លាននាក់បើអាចគួរតែចេះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមតិចតួចក៏បានលក្ខណៈមានលុយសន្សំលុយខ្លះបាន100 200ដុល្លារយើងអាចទៅទិញក្រុមហ៊ុនភាគហ៊ុននៅខ្មែរក៏បានលក្ខណៈយើងទៅទិញទៅដើម្បីជំរុញឲ្យយល់ពីរបៀបដែលយើងអាចខ្លាចជាម្ចាស់ក្រុមហ៊ុនធំៗនៅខ្មែរឬក៏ជាពិសេសហ្នឹងគឺនៅដូចនៅអាមេរិកផ្សេងៗដូច Tesla Nvidia ក្រុមហ៊ុនធំៗល្បីៗជាដើមហើយអ្នកទាំងអស់គ្នាគឺស្ដាប់អត់ខុសទេអាលុយត្រឹមតែ100 200ដុល្លារអីនេះគឺក៏អាចទិញហ៊ុនបានដែរក៏យើងអាចខ្លាចជាម្ចាស់ក្រុមហ៊ុនមិនត្រឹមតែខ្មែរគឺលក្ខណៈសកលបានដែរហើយនិយាយចុះនិយាយឡើងខ្ញុំក៏គួរតែបញ្យល់តិចដែរថាពាក្យភាគហ៊ុននឹងគឺជាអ្វីអាទីផ្សារកម្មសិទ្ធិក្រុមហ៊ុននឹងគឺជាអ្វីនិយាយទៅអានេះគឺជាផ្នែកមួយនៃក្រុមហ៊ុនពេលអ្នកទាំងអស់គ្នាទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយគឺមិនមែនគ្រាន់តែយកលុយទៅសន្សំទេអ្នកទាំងអស់គ្នាក៏คล้ายខ្លួនទៅជាម្ចាស់ក្រុមហ៊ុនមួយផ្នែកនៃភាពជោគជ័យរបស់ក្រុមហ៊ុននឹងដែរអញ្ចឹងប្រាក់ចំណូលលុយដែលក្រុមហ៊ុននឹងរកបានក៏ជារបស់យើងមួយផ្នែកបច្ចេកវិទ្យាគ្រឿងចក្ររោងចក្រផ្សេងៗក៏របស់យើងមួយផ្នែកហើយអនាគតរបស់ក្រុមហ៊ុនក៏នៅក្នុងកណ្ដាប់ដៃរបស់យើងមួយផ្នែកដែរជាស្ដែងដូចជាស្ដែងហ្នឹងគឺជារោងចក្ររបស់ Tesla នៅអាមេរិកអារោងចក្រហ្នឹងគឺ Elon Musk គឺជា CEO ហ្នឹងគាត់ប្រើអាហ្នឹងដើម្បីផលិតដូចជាឡានអគ្គិសនីដូចឡាន Tesla ដូចនៅស្រុកខ្មែរលើជិះច្រើនហើយនឹងមនុស្សយន្តដូចជា Optimus ផ្សេងៗតែគាត់ project ថានឹងលក់បានរាប់លានមនុស្សយន្តនៅពេលខាងមុខអារោងចក្រហ្នឹងបើសិនយើងទិញក្រុមហ៊ុន Tesla តែមួយហ៊ុនដែលយើងឃើញតម្លៃ400ជាងហ្នឹងយើងចំណាយពេលចំណាយលុយតែ400អីទេយើងនឹងបានជាម្ចាស់នៃរោងចក្រមួយផ្នែកដែរអញ្ចឹងបានន័យថាយើងជាម្ចាស់ក្រុមហ៊ុននឹងតែម្ដងយើងជាម្ចាស់ក្រុមហ៊ុនដែល Elon Musk នឹងប្រឹងប្រែងធ្វើការដើម្បីរកលុយនឹងឲ្យយើងដែរទោះជាយើងមិនទិញច្រើនក៏ដោយខ្ញុំគិតថា Tesla ឥឡូវវារៀងថ្លៃបន្តិចក្នុងតម្លៃបើសិនធ្លាក់ក្រោមទៀតអាចទិញបានតែខ្ញុំ positive នឹងសន្តិភាពនិយមទៅក្នុងអនាគតរបស់មនុស្សយន្តផ្សេងៗព្រោះខ្ញុំជឿជាក់ថាវានឹងមកដល់ឆាប់នៅពេលដែលម្នាក់អាច afford ទិញមនុស្សយន្តមកដាក់ផ្ទះបានហើយអ្វីដែលវាគួរឲ្យអស់សំណើចដែលយើងមិនពេលនេះវាមិនមានអ្នកយល់នោះគឺថាប្រទេសធំជាច្រើនអាមេរិកកូរ៉េផ្សេងជប៉ុនផ្សេងគឺតាំងពីដើមមកគ្មានណាគេរីកចម្រើនមានត្រឹមដោយសារតែប្រទេសហ្នឹងគឺសន្សំលុយតែមួយមុខគាត់នោះទេប្រទេសទាំងអស់នោះគឺនាំគ្នាទិញក្រុមហ៊ុនបង្កើតក្រុមហ៊ុនលក់ឲ្យគ្នាទៅវិញទៅមកហើយបង្កើនកម្មសិទ្ធិក្រុមហ៊ុនឲ្យម្នាក់អញ្ចឹងអាការទិញលក់ក្រុមហ៊ុនទាំងអស់ហ្នឹងធ្វើឲ្យជំរុញឲ្យមានការបង្កើតក្រុមហ៊ុនជាច្រើនហើយអាចំណុចនឹងឯងដែលជាកន្លឹះសំខាន់ដែលធ្វើឲ្យប្រទេសធំហ្នឹងមានឆាប់រហ័សហើយអាចរីកចម្រើនហើយនេះក៏ជាហេតុផលដែលអាស្ដាអ៊ីមបង្កើតមកដែរគឺដើម្បីជំរុញបញ្ចូលនៅចំណេះដឹងទាំងអស់នេះដែលខ្ញុំគិតថាជាអាវុធសំខាន់ដែលអ្នកនរគ្នាគួរតែមានមិនត្រឹមតែរៀនដើម្បីតែខ្លួនឯងក៏អាចចែករំលែកទៅដល់ក្មេងៗចំនួនក្រោយដែលជាកូនចៅរបស់យើងនឹងយើងអាច transfer ចំណេះដឹងទាំងអស់ហ្នឹងទៅឲ្យពួកគាត់បានទៀតអានេះគឺសំខាន់មែនទែនអញ្ចឹងអ្នកនរគ្នាអាចរៀនបាននៅក្នុង website របស់ Asda Inc មួយនេះអាចចុះឈ្មោះតាម website គាត់បានឬក៏អាចផ្ញើសារមកខ្ញុំក៏បានតាមលេខទូរស័ព្ទមួយនេះដើម្បីឲ្យខ្ញុំជួយចុះឈ្មោះឲ្យក៏បានអញ្ចឹងហើយថ្នាក់ហ្នឹងគឺត្រឹមតែ$50ទេយើងអាចរៀនទៅក្នុងផ្សារហ៊ុននៅកម្ពុជាផ្សារហ៊ុននៅអាមេរិកចិនផ្សេងអញ្ចឹងដល់ពេលយើងរៀនចប់គឺយើងអាចទិញក្រុមហ៊ុននឹងបានហើយយើងអាចយល់តែម្ដងទៀតទៅនឹងទីផ្សារភាគហ៊ុនហើយសំខាន់គឺថា
រហូតដល់ដាច់ឆ្នាំនេះគឺយើងមានការបញ្ចុះតម្លៃ 25% សម្រាប់តែអ្នកដែលទៅចុះឈ្មោះរៀនតាម website ហ្នឹងទេអញ្ចឹងអាចចូលរួមជាកម្លាំងនៃការរីកចម្រើននិងការប្រកួតប្រជែងមកនេះបាទគុណ